ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Cameron មួយថ្ងៃមុនគឺខ្ញុំបាន post status មួយតាក់ទងជាមួយនឹង Love ហើយនឹង Labyrinth style Labyrinth ហ្នឹងមានន័យថាម៉េចហើយ Love ជាមួយ Labyrinth ហ្នឹងវាខុសគ្នាបែបម៉េចអញ្ចឹងតាមរយៈសភៅវិញ្ញាសាជីវិតរបស់បងស្រីកូនចាប់មាសគាត់ឲ្យនិយមន័យថាសេចក្តីស្រឡាញ់ពិតរបស់មនុស្សយើងមានន័យថាមិនមែនតលតែយើងបានអ្នកដែលយើងស្រឡាញ់នឹងជាដៃគូរបស់យើងឬក៏តលតែម្នាក់ដែលយើងស្រឡាញ់នឹងស្រឡាញ់យើងវិញទៅហៅថាជាសេចក្តីស្រឡាញ់ពិតទេប៉ុន្តែវាជាចំណែកមួយនៃក្តីសុខរបស់យើងនៅពេលដែលយើងឃើញគាត់មានសេចក្តីសុខគាត់ជោគជ័យក្នុងការងារឬក៏នៅក្នុងជីវិតដៃគូរបស់គាត់អីចឹងទៅទោះបីអនាគតទៅដៃគូរបស់គាត់នឹងមិនមែនជាយើងក៏ដោយក៏យើងនៅតែមានសេចក្តីសុខក៏យើងនៅតែសប្បាយចិត្តនៅពេលដែលយើងឃើញគាត់ឃើញមនុស្សដែលយើងស្រឡាញ់ហ្នឹងគាត់មានសេចក្តីសុខតែទៅជាមួយនឹង Labyrinth វិញអ្នកនរគ្នា Labyrinth ហ្នឹងពាក្យហ្នឹងមិនមែនត្រឹមតែរកឃើញឬក៏មិនមែនត្រឹមតែល្បីឥឡូវទេប៉ុន្តែពាក្យថា Labyrinth ហ្នឹងគឺត្រូវបានកំណត់ដោយអ្នកចិត្តសាស្ត្រម្នាក់ឈ្មោះថា Dorothy Tannenhoff ដែលគាត់បានរកឃើញពាក្យហ្នឹងតាំងពីឆ្នាំ1970ម្លេះហើយនៅក្នុងឆ្នាំ1979គឺគាត់បានចេញសភៅមួយក្បាលដែលមានចំណងជើងថា Love and Labyrinth អញ្ចឹង Labyrinth វាមានន័យថាជាស្ថានភាពផ្លូវចិត្តមួយដែលយើងចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើអ្នកណាម្នាក់ហើយតែងតែគិតពីមនុស្សម្នាក់ហ្នឹងយើងតែងតែចង់បានការចាប់អារម្មណ៍ត្រឡប់មកវិញពីមនុស្សម្នាក់ដែលយើងចាប់អារម្មណ៍ហ្នឹងហើយអារម្មណ៍របស់យើងនេះប្រែប្រួលទៅតាមសកម្មភាពរបស់គេមានន័យថាបើសិនជាយើងទទួលបានការចាប់អារម្មណ៍ពីមនុស្សម្នាក់ហ្នឹងមកវិញមិនថាជា message មិនថាជាការនិយាយគ្នាឬក៏ការមើលមុខគ្នាឬក៏អាចថាបើនៅក្នុងបណ្ដាញសង្គមវិញអាចជាការចូលមើល story react លើ post ឬក៏ comment អីជាដើមហ្នឹងសកម្មភាពទាំងអស់ហ្នឹងធ្វើឲ្យយើងសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលយើងទទួលបានសកម្មភាពទាំងអស់ហ្នឹងពីមនុស្សដែលយើងពេញចិត្តហ្នឹងស្ថិតនៅក្នុងស្ថានភាព Labyrinth ហ្នឹងគឺអារម្មណ៍របស់គាត់អាស្រ័យទៅលើមនុស្សម្នាក់ទៀតមានន័យថាគេហៅថា emotional dependent មានន័យថាការពឹងផ្អែកអារម្មណ៍ទៅលើមនុស្សម្នាក់ទៀតអញ្ចឹងអារម្មណ៍របស់យើងនឹងអាចប្រែប្រួលទៅតាមសកម្មភាពឬក៏មនុស្សដែលយើងចាប់អារម្មណ៍នឹងបើសិនជាគេស្ងាត់ស្ងៀមដាក់យើងគឺយើងអាចនឹងមួម៉ៅអាចនឹងខឹងអាចនឹងកើតមាន anxiety ប៉ុន្តែនៅពេលដែលគេមានរបៀបថាគេបង្ហាញការចាប់អារម្មណ៍របស់យើងតាមរយៈសកម្មភាពទាំងលើដែលខ្ញុំបានរៀបរាប់ហ្នឹងគឺធ្វើឲ្យយើងសប្បាយចិត្តខ្លាំងមែនតើមួយវិញទៀតអ្នកនរគ្នាអ្នកដែលស្ថិតនៅក្នុងស្ថានភាព Labyrinth ហ្នឹងគឺគាត់មើលឃើញមនុស្សដែលគាត់ចាប់អារម្មណ៍ហ្នឹងជាមនុស្សម្នាក់ដែលល្អខ្លាំងមែនតើអត់មានចំណុចអីខ្វះខាតទេគឺគាត់មើលឃើញម្នាក់ហ្នឹងគឺល្អឥតខ្ចោះហ្មងហើយគាត់បង្កើតជារូបភាពមួយនៅក្នុងខួរក្បាលរបស់គាត់ភាពសម័យមួយដែលវាពីការពិតអីចឹងហើយគាត់សម័យថាថ្ងៃអនាគតមានអនាគតល្អជាមួយគ្នាជាមួយមនុស្សម្នាក់ហ្នឹងអីចឹងแบบគាត់សម័យលើសពីអ្វីដែលជាការពិតឧទាហរណ៍ថាគេគ្រាន់តែចូលមក story របស់យើងឬក៏គេគ្រាន់តែ like post របស់យើងណាអ្នកដែលគាត់ស្ថិតក្នុងស្ថានភាព Labyrinth ហ្នឹងគឺគាត់សម័យឃើញថាមនុស្សម្នាក់ហ្នឹងគាត់មានការគិតឬក៏មានអារម្មណ៍ដូចគាត់ដែរហើយគាត់បង្កើតជារូបភាពសម័យផ្សេងទៀតទៅជាអនាគតតាក់ទងគ្នា and then អាចរស់នៅជាមួយគ្នាដោយមានសុភមង្គលអីអញ្ចឹងណាគ្នាមានន័យថាគាត់បង្កើតរូបភាពคล้ายៗនៅក្នុងខួរក្បាលរបស់គាត់មួយវិញទៀតអ្នកគ្នាខួរក្បាលរបស់យើងក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងស្ថានភាពផ្លូវចិត្តមួយដែលហៅថា Labyrinth នឹងដូចគ្នាដោយសារថានៅក្នុងខួរក្បាលរបស់យើងគឺមានអរម៉ូនមួយយ៉ាងដែលមានឈ្មោះថា dopamine អញ្ចឹង dopamine ហ្នឹងគឺវាបញ្ចេញចេញនៅពេលដែលយើងទទួលបានអារម្មណ៍សប្បាយចិត្តនៅពេលដែលយើងសប្បាយចិត្តខ្លាំងគឺវាបញ្ចេញចេញកាន់តែច្រើនកាន់តែខ្លាំងមែនតើអញ្ចឹងទៅដូចខ្ញុំលើកឡើងមុននឹងអញ្ចឹងថានៅពេលដែលមនុស្សម្នាក់ដែលយើងចាប់អារម្មណ៍ហ្នឹងគាត់មានសកម្មភាពជាមួយយើងដូចជាគាត់និយាយជាមួយយើងគាត់ចូល react story ឬក៏គាត់ចូលមើល story អីហ្នឹងធ្វើឲ្យយើងសប្បាយចិត្តខ្លាំងអញ្ចឹងនៅពេលដែលសប្បាយចិត្តខ្លាំងនឹងឯងធ្វើឲ្យហូម៉ូន dopamine ហ្នឹងបញ្ចេញចេញកាន់តែខ្លាំងធ្វើឲ្យយើងដេញតាមអារម្មណ៍មួយដែលគេហៅថា uncertainty love ហ្នឹងគឺជាស្ថានភាពមួយដែលវាអត់ទៀងទាត់ណាអ្នកគ្នាឧទាហរណ៍ថាថ្ងៃហ្នឹងយើង add story ហើយគាត់មនុស្សដែលយើងចាប់អារម្មណ៍ហ្នឹងគាត់ចូលមើលប៉ុន្តែស្អែកឡើងយើង add story ទៀតតែគាត់អត់ចូលមើលទេហើយខាងស្អែកយើង add story ទៅគឺគាត់ចូលមើលអញ្ចឹងអាភាពអត់ទៀងទាត់មួយហ្នឹងណាធ្វើឲ្យយើងនេះគឺដេញតាមអាភាពអត់ទៀងទាត់មួយហ្នឹងព្រោះថានៅពេលដែលគេចូលមើលម្ដងគឺយើងសប្បាយចិត្តខ្លាំងមែនតើអញ្ចឹងទៅធ្វើឲ្យយើងដេញតាមអារម្មណ៍ដែលសប្បាយចិត្តម្ដងមកកាលហ្នឹងណា
អញ្ចឹងទៅធ្វើឲ្យអារម្មណ៍មួយហ្នឹងគឺវាអត់ដាច់ស្រេចទេអ្នកនរគ្នាគឺយើងព្យាយាមដេញតាមរហូតដេញតាមអារម្មណ៍មួយហ្នឹងរហូតចំណុចមួយទៀតដែលខុសគ្នាអ្នកនរគ្នាអ្នកដែល Lemrens គឺគាត់ជាមនុស្សដែលខ្លាចក្នុងការបដិសេធពីម្នាក់ដែលគាត់ចាប់អារម្មណ៍នឹងខ្លាំងមែនទែនព្រោះថាគាត់សម័យឬក៏គាត់បង្កើតជារូបភាពរ៉ូមែនទិកជាច្រើនជាមួយមនុស្សម្នាក់ដែលគាត់ចាប់អារម្មណ៍នឹងនៅក្នុងខួរក្បាលរបស់គាត់អញ្ចឹងគឺគាត់អត់ចង់ទទួលបានការបដិសេធពីមនុស្សដែលគាត់ចាប់អារម្មណ៍នឹងទេព្រោះថានៅពេលដែលគាត់ទទួលបានការបដិសេធហ្នឹងគឺមានន័យថាវាខុសពីអ្វីដែលគាត់រំពឹងទុកអីអញ្ចឹងធ្វើឲ្យគាត់កើតទុកធ្វើឲ្យគាត់ខឹងធ្វើឲ្យគាត់មួម៉ៅអីអញ្ចឹងទៅអញ្ចឹងគឺគាត់អត់ហ៊ានក្នុងការទទួលយកការបដិសេធពីមនុស្សម្នាក់ទៀតហ្នឹងទេខុសពីអ្នកដែលគាត់ស្រឡាញ់ពិតគឺគាត់ហ៊ានប្រឈមក្នុងការទទួលស្គាល់ការពិតក្នុងការទទួលយកការបដិសេធពីដៃគូដែលគាត់ស្រឡាញ់ហ្នឹងដូចខ្ញុំលើកឡើងមុននឹងអញ្ចឹងថាអ្នកដែលស្រឡាញ់ពិតទោះបីអនាគតទៅគេអត់ជ្រើសយើងក៏ដោយប៉ុន្តែយើងនៅតែសប្បាយចិត្តយើងនៅតែពេញចិត្តហើយយើងមានក្តីសុខនៅពេលដែលយើងឃើញថាគេមានសេចក្តីសុខជាមួយនឹងមនុស្សដែលគេស្រឡាញ់មានសេចក្តីសុខជាមួយនឹងការងារដែលគេធ្វើគេជោគជ័យអីអញ្ចឹងទៅអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រឡប់ទៅសួរខ្លួនឯងវិញថាតើយើងមានសេចក្តីស្រឡាញ់ពិតឬក៏យើងស្ថិតនៅក្នុងស្ថានភាពមួយដែលហៅថា Lemrens នឹងអ្នកនរគ្នាដោយសារតែអ្នកដែលស្ថិតនៅក្នុងស្ថានភាព Lemrens គឺគាត់អាចស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងចន្លោះពី6ខែទៅ3ឆ្នាំអ្នកនរគ្នាហើយវាអាចនឹងអូសបន្លាយមានន័យថាវាអាចនឹងយូរជាង3ឆ្នាំបើសិនជាគាត់នៅតែដេញតាមអារម្មណ៍មួយដែលវាអត់ពិតប្រាកដហ្នឹងណាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចំពោះខ្ញុំ love I'm not Lemrens អញ្ចឹងជួបគ្នានៅឱកាសក្រោយបាយបាយ